Antriនឹងស្ទាំងតាមួយណាជាស្ដេចព្រៃពិតប្រាកដបើសិនស្គាល់ល្មមអន្ត្រីប្រភេទខ្លះនឹងស្ទាំងមើលមួយផ្លែតជាងអាចច្រឡំគ្នាបានចុះប្រសិនបច្ច័យដនអំបោពីប្រភេទនេះប្រឈមមុខប្រយុទ្ធគ្នាតើមួយណាមានឱកាសឈ្នះច្រើនជាងជម្រាបសួរនិងសួស្ដីដល់ប្រិយមិត្តអ្នកស្ដាប់និងទស្សនាឆ្លើយតបទៅនឹងការសនំពើពីប្រិយមិត្តម្នាក់តាមពិតចំណុចពិសេសរបស់ស្ទាំងនិងអន្ត្រីគឺមានច្រើនណាស់ដែលយើងទាំងអស់គ្នាគួរដឹងដូចគ្នាក៏លក្ខណៈរូបរាងខាងក្រៅរបស់អន្ត្រីនិងស្ទាំងត្រូវបានអ្នកដែលចូលចិត្តដឹងឮរឿងរ៉ាវរបស់សត្វព្រៃឲ្យឈ្មោះថាជាអ្នកប្រយុទ្ធលើអាកាសដ៏មានឥទ្ធិពលបំផុតវាមានលក្ខណៈពិសេសផ្ទាល់ខ្លួនជាច្រើនដែលមនុស្សលើកយកមកសិក្សានិងយកលំនាំតាមប៉ុន្តែនៅក្នុងវីដេអូនេះនឹងខ្ញុំនឹងនិយាយតែពីលក្ខណៈសម្បត្តិផ្នែករូបរាងកាយនិងតិចនិចនៃការរស់រានមានជីវិតរបស់ពួកវាតែប៉ុណ្ណោះទាំងទំហំល្បឿននិងកម្លាំងរបស់វាគឺមានចំណុចខ្លាំងរៀងៗខ្លួនទើបនេះគឺជាមូលហេតុដែលយើងត្រូវលំអិតនិងដាក់ពិន្ទុឲ្យពួកវាជាមុនសិនទើបអាចយកមកវាស់វែងបានថាមួយណាខ្លាំងជាងមួយណា1ទំហំខ្លួនសត្វអន្ត្រីមានទាំងអស់68អម្បូរហើយអម្បូរដែលមានខ្លួនធំបំផុតគឺប្រភេទអន្ត្រីសមុទ្រ Steelers Sea Eagle ដែលមានទម្ងន់រហូតដល់ 6.8 គីឡូក្រាមឯណោះស្រុះពេលដែលកម្ពស់មានដល់92សង់ទីម៉ែត្រហើយបើស្លាបវិញអាចលាតសន្ធឹងបានរហូតដល់2ម៉ែត្រ13សង់ទីម៉ែត្រឯណោះងាកមកនិយាយពីសត្វស្ទាំងវិញគឺមានទាំងអស់40អម្បូរទូទាំងពិភពលោកហើយស្ទាំងដែលមានមាឌធំបំផុតនោះគឺ 1.8 គីឡូក្រាមកម្ពស់មានត្រឹម61សង់ទីម៉ែត្រហើយស្លាបគឺអាចលាតសន្ធឹងបានត្រឹមតែ1ម៉ែត្រ6សង់ទីម៉ែត្រប៉ុណ្ណោះតើតឹងនឹងទំហំអន្ត្រីបានមួយបន្ទុក2ល្បឿនជ្រមុជទឹកបើគេសិក្សាទៅលើអម្បូរជាក់លាក់របស់អន្ត្រីគឺអម្បូរ Golden Eagle ដែលបានដឹងថាមានល្បឿនលឿនខ្លាំងបំផុតលើសអម្បូរផ្សេងៗទៀតវាអាចជ្រមុជទឹកបាននៅក្នុងល្បឿន200ម៉ែត្រនៅក្នុង1ម៉ោងផ្ទុយទៅវិញបើប្រៀបធៀបទៅនឹងសត្វស្ទាំងអម្បូរ Peregrine Falcon គឺមានល្បឿនលឿនជាងឆ្ងាយណាស់វាអាចជ្រមុជទឹកលឿនបំផុតរហូតដល់240ម៉ែត្រនៅក្នុង1ម៉ោងឯណោះដូចនេះសម្រាប់ល្បឿនជ្រមុជទឹកគឺបានបន្ទុកទៅលើសត្វស្ទាំង3ប្រៀបធៀបចំពុះនិងក្រញាំជើងពុកម៉ែបងប្អូនបើនិយាយដល់ចំពុះវិញគឺអន្ត្រីមានចំពុះវែងកោងខ្លាំងហើយតាន់វាគឺជាអំណាចពីធម្មជាតិផ្ដល់ឲ្យវាសម្រាប់ចឹកខាំនិងប្រហារចំណីស្រស់ៗដែលវាចាប់បានទាំងរស់រីឯក្រញាំជើងរបស់វាវិញគឺកាន់តែអស្ចារ្យមានម្រាម4វែងហើយមុតស្រួចអន្ត្រីមានទម្លាប់ចាប់ចំណីទាំងរស់ហើយខ្ញាំហើរចេញទៅប្រឡាយនៅកន្លែងដែលវាចង់ព្រោះតែការជឿជាក់លើសមត្ថភាពខ្លាំងរបស់ក្រញាំជើងរបស់វាតិចដឹងទើបវាហាក់ចង់បន្លែងនឹងចំណីរបស់វាជាមុនសិនមុននឹងហែកស៊ីចំអែតក្រពះចំណែកស្ទាំងវិញគឺមានចំពុះស្រួចហើយខ្លីក្រញាំវិញហាក់តូចជាងអន្ត្រីឆ្ងាយណាស់លើកនេះអន្ត្រីមានប្រៀបជាងមួយបន្ទុកទៀតហើយ4ញៀនតើបងប្អូនធ្លាប់បានដឹងពីមុនមកទេទាំងអន្ត្រីនិងស្ទាំងគឺមានភ្នែកពូកែខ្លាំងណាស់វាអាចមើលឃើញបានឆ្ងាយរាប់គីឡូពីកន្លែងដែលវាឈរជើងហើយបើនិយាយដល់ការស្ដាប់ឮរបស់វាវិញគឺមធ្យមដូចគ្នាទេលើកលែងតែការហិតក្លិនប៉ុណ្ណោះដែលហាក់ខ្សោយមិនសូវពូកែសរុបទៅចំពោះញៀនយើងឲ្យបន្ទុករបស់ពួកវាស្មើគ្នា5សមត្ថភាពការពារខ្លួនទោះបីជាអន្ត្រីមានមាឌធំជាងក្តីប៉ុន្តែតាក់ទងទៅនឹងភាពរហ័សរហួននៅក្នុងការការពារខ្លួនទំហំខ្លួនហាក់ដូចជាមិនរាប់បញ្ចូលថាជួយអ្វីបានច្រើនទេហើយដោយសារតែវាជាស្ដេចព្រៃលើអាកាសទើបសត្រូវរបស់វាភាគច្រើនគឺមានមាឌធំជាងវាឆ្ងាយណាស់ទាំងស្ទាំងនិងអន្ត្រីជាទូទៅពឹងផ្អែកទៅលើល្បឿនគេចខ្លួននិងញៀនដឹងមុនជាចម្បងច្រើនជាងដើម្បីគេចពីគ្រោះថ្នាក់ដល់ជីវិតរបស់ពួកវាលើសមត្ថភាពការពារខ្លួនវាបានបន្ទុកស្មើគ្នាទៀតហើយខតិចនិចប្រមាញ់ចំណីទោះបីជាយើងបានឃើញលក្ខណៈស្រដៀងគ្នាជាច្រើនតាក់ទងទៅនឹងរូបរាងខាងក្រៅរបស់ពួកវាខាងលើក៏ដោយប៉ុន្តែអន្ត្រីនិងស្ទាំងមានចំណុចពិសេសដាច់ដោយឡែករៀងៗខ្លួននៅក្នុងការប្រមាញ់អាហាររបស់វាចំពោះអន្ត្រីមានចរិតលក្ខណៈចូលចិត្តលបវាយប្រហារអាហារគោលដៅរបស់វាពីចម្ងាយរួចហើយបោះពួយមកសង្គ្រប់និងចាប់ខ្ញាំនិងក្រញាំដ៏មុតស្រួចនោះជាប់មិនលែងទៅបង្ហើយជីវិតរបស់អាហារនោះតែម្ដងហើយមានពេលខ្លះវាចឹកស៊ីអាហារនោះទាំងរស់ទៀតផងចំណុចនេះវាហាក់ចង់បង្ហាញពីឥទ្ធិពលនិងធម៌ពលដ៏ខ្លាំងក្លារបស់វាយ៉ាងអញ្ចឹងខុសពីអន្ត្រីស្ទាំងវាចូលចិត្តណាស់ចាប់ចំណីដែលប្រើតិចនិចហក់ជ្រមុជនៅក្នុងទឹកជ្រៅនៅក្នុងល្បឿនមួយដែលលឿនមិនអាចឲ្យចំណីនោះគេចផុតបានឡើយវាប្រើក្រញាំដ៏មុតស្រួចរបស់វាចាប់អាហារនោះហើរទៅទីខ្ពស់រួចទម្លាក់មកលើដីឲ្យបាត់បង់ជីវិតតែម្ដងប៉ុន្តែបើចំណីនោះមិនទាន់ផុតដង្ហើមវានឹងបង្ហើយជីវិតពួកវាដោយចំពុះនិងក្រញាំជើងរបស់វាទើបវាស៊ីយ៉ាងឆ្ងាញ់តើតឹងទៅនឹងចំណុចនេះស្ទាំងនិងអន្ត្រីហាក់មានភាពខ្លាំងរៀងៗខ្លួនដែលយើងពិបាកបែងចែកថាមួយណាខ្លាំងជាងមួយណាណាកតើសត្វណាខ្លះអាចវាយប្រហារតទល់នឹងអន្ត្រីបានមានឈ្មោះជាស្ដេចព្រៃអាកាសអន្ត្រីកម្រមានសត្រូវដែលអាចប្រឈមមុខនឹងវាបានណាស់ប៉ុន្តែនៅលើលោកយ៉ាងនេះមិនថាអ្នកខ្លាំងប៉ុណ្ណាទេអ្នកគង់តែមានសត្រូវដែលតែងតែចង់ឈ្នះ
នឹងវាយប្រហារអ្នកដដែលទោះបីជាអ្នកមិនបានធ្វើអ្វីសោះក៏ដោយឥន្ទ្រីក៏ដូចគ្នាវាមានសត្រូវដែលអាចតស៊ូជាមួយវាបានដូចជាស្ទាំងប្រភេទ Heart តោភ្នំ Cougar ចចកពស់ឥន្ទ្រីគ្នាឯងនិងខ្លាឃ្មុំជាដើមហើយប្រសិនបើវាសយបានជួបទៅនឹងប្រភេទចចក Wolverines ឱកាសដែលវាអាចឈ្នះបានទាំងទ្រមខ្លួនគឺ50-50មូលហេតុដោយសារចចកប្រភេទនេះគឺជាកំពូលអ្នកប្រយុទ្ធដែលមានកម្លាំងខ្លាំងជាមួយនឹងចង្កូមដ៏មុតស្រួចបូករួមទាំងការមិនសូវខ្លាចអ្វីផងនោះឱកាសដែលឥន្ទ្រីរបស់យើងអាចឈ្នះវាបានលុះត្រាតែវាបានត្រៀមខ្លួនខ្ពស់បំផុតនៅក្នុងការប្រយុទ្ធនិងដាក់គោលដៅចំទៅលើចំណុចខ្សោយរបស់ចចកនោះហើយបើសិនជាវាអាចមានលទ្ធភាពឈើសង្កត់ខ្ញាំចចកនោះពីលើទៀតវាអាចមានសង្ឃឹមឈ្នះហើយរត់ទៅសំងំព្យាបាលរបួសខ្លួនឯងបានតទៅមុខទៀតខប្រសិនបើប្រយុទ្ធគ្នាតើស្ទាំងនឹងឥន្ទ្រីមួយណាជាអ្នកឈ្នះថាពុកម៉ែបងប្អូនរងចាំយូរបន្តិចហើយមែនទេទម្រាំដល់ចំណុចដែលថាតើរវាងស្ទាំងនិងឥន្ទ្រីមួយណាជាអ្នកឈ្នះបើសិនជាវាប្រយុទ្ធគ្នាត្រូវហើយប្រសិនបើស្ទាំងនិងឥន្ទ្រីមានមៀតប្រហាក់ប្រហែលគ្នាមិនធំតូចឆ្ងាយខ្លាំងពេកលទ្ធភាពនៃការឈ្នះគឺ50-50ដូចគ្នានៅក្នុងការប្រយុទ្ធនោះប្រសិនបើស្ទាំងប្រើតិចនិចខ្ញាំឥន្ទ្រីហើយជ្រមុជចុះនៅក្នុងទឹកនៅក្នុងល្បឿនដ៏លឿននិងសែនជ្រៅដែលជាជំនាញរបស់វានោះឥន្ទ្រីនឹងចាញ់ហើយដូចគ្នាដែរប្រសិនបើឥន្ទ្រីមានឱកាសខ្ញាំចឹកទៅលើស្ទាំងបានច្រើនជាងជាមួយនឹងចម្ពោះមុតស្រួចនិងក្រញាំរឹងមាំរបស់វាបានស្ទាំងគឺមិនមែនជាដៃគូប្រកួតរបស់វាទេនៅក្នុងការប្រកួតមួយបើដៃគូទាំងសងខាងបានខឹងគ្នានិងត្រៀមខ្លួនរួចរាល់ហើយហក់ចូលជុលគ្នានោះលទ្ធភាពនៃការឈ្នះនឹងបានទៅលើឥន្ទ្រីឯអ្នកទ្រាំខ្លួននិងរបួសធ្ងន់នោះគឺស្ទាំងទោះបីជាដៃគូហាក់ធំជាងខ្លួនការជុលច្រាស់គ្នាជាទូទៅគឺស្ទាំងច្រើនតែលួចប្រហារទៅលើឥន្ទ្រីឲ្យឆ្មក់យកឱកាសល្អប៉ុន្តែចម្លើយនៅតែដដែលសិនជាស្ទាំងធ្វើការលឿនឥន្ទ្រីនឹងចាញ់ហើយស្ទាំងនឹងចាញ់បើវាផ្លាត់ឱកាសឲ្យឥន្ទ្រីវាយបកបានការវាយប្រហារគ្នារវាងស្ទាំងនិងឥន្ទ្រីជាធម្មតាកើតឡើងដោយសារតែការដណ្ដើមចំណីនិងទ្រនំគ្នាតែប៉ុណ្ណោះ